នៅក្នុងវីដេអូនេះខ្ញុំបាននឹងធ្វើការជម្រាបជូនបងប្អូនប្រិមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរចំនួន2សាច់រឿងដែលសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករធឿនធីរ៉ាហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករព្រំសំណាងដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាឥឡូវនេះយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករធឿនធីរ៉ាបងប្អូនប្រិមិត្តបាទកីឡាករធឿនធីរ៉ានឹងមានភារកិច្ចការពារខ្សែក្រវ៉ាត់របស់ខ្លួនបាននៅថ្ងៃទី24ខែមករាឆ្នាំ2026នៅឯទឹកដីខណ្ឌកំបូលរាជធានីភ្នំពេញធឿនធីរ៉ាធ្លាប់តែវាយគូឯកបាទធ្លាប់តែវាយបាទគូកាមែនអ៊ីវិនបាទឥឡូវនេះមករងគូខ្សែក្រវ៉ាត់បាទរបស់កីឡាករពេជ្រសម្បត្តិវិញហើយបាទសម្រាប់កីឡាករធឿនធីរ៉ាគ្រាន់តែធ្លាក់ការប្រកួតបាទចាញ់មកប្រកួតឥឡូវនេះមកប្រកួតរងរបស់កីឡាករពេជ្រសម្បត្តិវិញហើយដោយសារពេជ្រសម្បត្តិគេជាបេក្ខភាពលេងព្រឹត្តិការណ៍ Edmund Tournament បងប្អូនបាទអញ្ចឹងគេទៅដើមទាំងខ្សែក្រវ៉ាត់គេទៅដើមទាំងកំប៉ុងមាស Gensburg បាទអញ្ចឹងមិនធម្មតាទេសម្រាប់កីឡាករពេជ្រសម្បត្តិងាកមកចាប់អារម្មណ៍ការប្រកួតនេះវិញបាទសម្រាប់ការត្រៀមខ្លួនរបស់កីឡាករធឿនធីរ៉ាគាត់ខំវឹកហាត់ខ្លាំងមែនទែនបាទរហូតទៅដល់ទាញឡានទាញអីបាទថ្ងៃមិញទាញឡានឲ្យជ្រុលជ្រោះបាទឲ្យទាញឡានរបស់អេអាមរិនបាទគឺថារហូតទៅដល់គៀបពីងបាទអញ្ចឹងមិនធម្មតាទេគាត់ខំប្រឹងមែនតើណាសម្រាប់កីឡាករធឿនធីរ៉ាហើយគាត់សង្ឃឹមរហូតទៅដល់ 80% នៅក្នុងការប្រកួតជំនួបសងសឹកជាមួយនឹងកីឡាកររ៉ូស្លាន់បាទអញ្ចឹងបងប្អូនយល់យ៉ាងណាដែរបាទការប្រកួតនេះហើយចំពោះការលើកឡើងរបស់លោកគ្រូអេប៊ូថងគាត់ថាកីឡាកររ៉ូស្លាន់គេជាប្រភេទកីឡាករល្អឆ្វេងដោយធឿនធីរ៉ាដែរហើយគេបើនិយាយពី speed របស់គេរៀងលឿនជាងកីឡាករធឿនធីរ៉ាបន្តិចប៉ុន្តែគាត់ថាអត់អីទេបាទដោយសារតែគាត់មានក្បាច់មានអាវុធដើម្បីទប់ទល់ជាមួយនឹងកីឡាកររ៉ូស្លានហើយធឿនធីរ៉ាគាត់សង្ឃឹមបាទគាត់សង្ឃឹមរហូតដល់ 80% ថានឹងអាចសងសឹកបានសម្រេចជាមួយនឹងកីឡាកររ៉ូស្លានខណៈដែលរ៉ូស្លាននោះគេកំពុងតែបុកវឹកហាត់ខ្លាំងណាបាទគេជួលគ្រូល្បីមកវាយហើយសូមបញ្ជាក់ថាការប្រកួតលើកមុនការប្រកួតលក្ខណៈកង់បោះឆៅបាទតែលើកនេះបាទកង់ធំបងប្អូនបាទកង់ធំហើយចាំមើលថាតើការប្រកួតលើកនេះធឿនធីរ៉ាឬក៏រ៉ូស្លានអាចនឹងមានភាគរយរាប់អាចនឹងមានភាគរយសន្លប់ទៀតបាទគូនេះព្រោះសិតតែកីឡាករដែលមានអាវុធសម្រាប់កាចបាទសិតតែមានកីឡាករដែលមានអាវុធសម្រាប់កាចទាំងធឿនធីរ៉ាក៏អាវុធកាចទាំងកីឡាកររ៉ូស្លានក៏អាវុធកាចចឹងតែហ៊ានផ្លាត់មកខាងណាក៏អាចទៅបានដែរបាទមកខាងណាក៏អាចទៅបានដែរគូនេះបាទសូមបញ្ចប់សាច់រឿងទី1ធឿនធីរ៉ាជាមួយនឹងរ៉ូស្លានយើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករព្រំសំណាងបាទព្រំសំណាងជាមួយនឹងម៉ូតាហ្សាបាទឃើញថាលហៀងមានការផ្គូផ្គងមានការចង់ឲ្យប៉ះគ្នារវាងកីឡាករទាំងពីរបាទកីឡាករព្រំសំណាងគាត់បានលើកឡើងថាប្រសិនបើម៉ូតាហ្សាបាទចង់ដាក់ខ្សែក្រវ៉ាត់មកខាងម្នាក់គាត់ព្រមទទួលការប្រកួតប្រសិនបើកីឡាករម៉ូតាហ្សាចង់ឲ្យព្រំសំណាងដាក់ខ្សែក្រវ៉ាត់បាទរបស់គាត់អាខ្សែក្រវ៉ាត់ Extreme ខ្សែក្រវ៉ាត់មាសណាបងប្អូនបាទរបស់ហងមាសតែមកខាងបាទព្រំសំណាងមិនទទួលការប្រកួតទេគាត់ថាចាញ់បញ្ញាម៉េះបាទមិនទៅចាញ់បញ្ញាម៉ូតាហ្សាម៉េះមានខ្សែក្រវ៉ាត់Extreme ដូចគ្នាម្នាក់មួយគ្រឿងហេតុអីបានជាមកចង់វាយទៅដើមខ្សែក្រវ៉ាត់ព្រំសំណាងបាទខណៈដែលម៉ូតេសាធ្លាប់និយាយថាព្រំសំណាងចាស់ហើយបាទព្រំសំណាងចាស់ហើយអញ្ចឹងចាំមើលថាប៉ះជាមួយនឹងកីឡាករចាស់ចេះតែញល់ចាំមើលថាយ៉ាងម៉េចយ៉ាងម៉ាមានតែចាំមើលការប្រកួតជាក់ស្ដែងនៅលើសាយវៀននេះគឺជាការលើកឡើងរបស់កីឡាករព្រំសំណាងហើយបងប្អូនយល់យ៉ាងណាដែរប្រសិនបើមានការរៀបចំឲ្យប៉ះគ្នារវាងកីឡាករព្រំសំណាងជាមួយនឹងកីឡាករម៉ូតាសាឬលហៀងថាបើអាចគឺអាចនៅខែ3នេះហើយបាទខែ3នេះហើយរវាងកីឡាករព្រំសំណាងជាមួយនឹងម៉ូតាសាហើយម៉ូតាសាក៏ជាកីឡាករអាវុធសម្រាប់គេហើយអាវុធគេធ្ងន់ដែរបងប្អូនបាទអញ្ចឹងនិយាយទៅ
ប្រភេទគីឡូធ្ងន់ឲ្យតែហ៊ានផ្លាត់គឺទៅហើយបាទមិនថាតូចមិនថាធំទេគ្រាន់ថាតូចភាគរយទោះបីជាវាយចេញអាវុធរឿងលឿនចេញអាវុធរឿងលះប៉ុន្តែអាវុធធម្មតារៀងស្រាលបាទសម្រាប់កីឡាករប្រភេទកីឡាតូចបាទប្រភេទគីឡូតូចប៉ុន្តែប្រភេទគីឡូ8ជាងដោយព្រំសំណាងអីនេះបាទដាក់មួយភ្លឹងហើយបងប្អូនបាទរឿងយឺតបន្តិចបាទប៉ុន្តែបើសិនជាត្រូវដឹងខ្ចប់ហើយបងប្អូនបាទចឹងមានតែចាំអត់ទាំងអស់គ្នាហើយបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយតាក់ទងជាមួយនឹងសាច់រឿងទាំងពីររឿងធឿនធីរ៉ានិងរ៉ូស្លាន់ក៏ដូចជារឿងព្រំសំណាងនិងកីឡាករម៉ូតាហ្សាវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា